សួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំសូមធ្វើតទៅជាមួយនឹងlock screen បងប្អូនតទៅជាមួយនឹងពេលវេលាដែលយើងកំណត់ឲ្យវា sleep មានថា sleep ហ្នឹងមានន័យថានៅពេលដែលយើងអត់មានសកម្មភាពគឺឲ្យ screen របស់យើងហ្នឹងគឺរលត់អត់មានពន្លឺបងប្អូននៅពេលដែលយើងអាចចុច touch លើ key ណាមួយគឺវាបើកពន្លឺវិញហើយវាបើក screen របស់យើងវិញធម្មតាអាហ្នឹងមិនមែន shut down ណាបងប្អូនជាដំបូងបងប្អូនទៅបើក system setting មកបងប្អូនបន្ទាប់មកបងប្អូនមើលខាងសាយខាងឆ្វេងនេះបងប្អូនសាយខាងឆ្វេងនេះបងប្អូនស្វែងរកពីថា lock screen ខ្ញុំសូមបញ្យល់ទៅជាមួយនឹង start screen saving នៅពេលដែលយើងអត់មានសកម្មភាពបងប្អូនអាហ្នឹងនៅពេលដែលយើងអត់មានសកម្មភាពគឺ screen ហ្នឹងគឺបានបិទមានថាវាអត់មានសកម្មភាពគឺវា stop របស់យើងក្នុងរយៈពេលប្រហែលបងប្អូនអាចដាក់ក្នុងរយៈពេល1នាទីឬក៏2នាទី3នាទីតាមហ្នឹងណាតែបើសិនជាបងប្អូនគិតថាអត់ឲ្យ stop ទេឲ្យវាជារៀងរហូតអញ្ចឹងណាខៃឡូវាបិទ switch របស់យើងនៅពេលដែលយើង run Docker ឬក៏យើង run server អីណាមួយយើងមិនបាច់ចាំឲ្យវានេះទេយើងដាក់ never ទៅបងប្អូនហ្នឹងបើសិនជាបងប្អូន run 24ម៉ោងមិនសិនគឺបងប្អូនគួរតែដាក់ never តែបើសិនជាបងប្អូនត្រឹមតែការងារ office បងប្អូនទេធ្វើបងប្អូនប្រើរយៈពេល1នាទី2នាទីអីហ្នឹងគឺឲ្យវានេះមក screen activate ណា inactivate មកបន្ទាប់មកតទៅជាមួយនឹងនេះបងប្អូនតែកន្លែងនេះយើងបិទ screen នៅពេលដែលយើងនឹងអត់មានដោតថ្មទេបងប្អូនយើងប្រើប្រាស់ថ្មអញ្ចឹងយើងអត់មានដោត adapter របស់យើងចូលទេអញ្ចឹងរយៈពេលប្រហែលដែលឲ្យវាបិទយើងអាចដាក់ថារយៈពេល2នាទីឬក៏3នាទីតាមហ្នឹងបើសិនជាបងប្អូនដូចខ្ញុំនិយាយអញ្ចឹងថាបងប្អូនអាចដាក់ជារៀងរហូតក៏បានដែរតែបើសិនជាបងប្អូនគួរតែដាក់ព្រោះរយៈពេលដែលយើងអត់សាកថ្មបងប្អូនដាក់រយៈពេលទៅដាក់ត្រឹម10មីនិតឬក៏រយៈពេលខ្លីបងប្អូនត្រឹម1នាទីក៏បានដែរបងប្អូនតាមអ្វីដែលបងប្អូនគិតថាងាយស្រួលដល់បងប្អូនអញ្ចឹងណាបងប្អូនខ្ជិលឲ្យវាបិទ screen អូខេនៅពេលនេះទី3 turn display on នៅពេលដែល power adapter power នៅពេលដែលយើងដោតខ្សែខាងសាករបស់យើងចូលហ្នឹងគឺយើងដាក់ថា ever នេះមានន័យថាជារៀងរហូតយើងអត់បិទទេយើងឲ្យវានិយាយទៅឲ្យវាដំណើរការរហូតមកឲ្យវានៅភ្លឺរហូតអូខេនៅកន្លែងហ្នឹងបងប្អូនយល់ទេអញ្ចឹងបើសិនជានេះបងប្អូនអាចដាក់1នាទីឬក៏2នាទីបើសិនជាបងប្អូនប្រើការងារធម្មតាណាបងប្អូននេះកន្លែងនេះសូមបញ្យល់មួយទៀតតើទៅជាមួយនឹង require password after នៅពេល screen ហ្នឹងយើងហ្នឹងគឺចាប់ផ្ដើមបានបិទអញ្ចឹងណាបងប្អូនអញ្ចឹងវាទាមទារ password អញ្ចឹងរយៈពេលប្រហែលអញ្ចឹងបើសិនជាបងប្អូនថាគិតថាភ្លាមអញ្ចឹងនៅពេលដែលវាអត់មានសកម្មភាពអ្វីទេគឺវាទាមទារភ្លាមអញ្ចឹងបងប្អូននេះយើងដាក់មកដើម្បីងាយស្រួលបើយើងធ្វើការងារនៅក្នុង office មានមនុស្សច្រើនបើយើងខៃឡូយើងចេញទៅបន្ទប់ទឹកមានអ្នកឆែកអញ្ចឹងយើងអាចគួរទៅដាក់ថាភ្លាមទៅតែបើសិនជានេះ5 second ឬក៏អីក៏បានដែរបងប្អូនវានឹងដោះសោភ្លាមវានឹង lock screen យើងភ្លាមហ៎អូខេកន្លែងហ្នឹងសង្ឃឹមថាបងប្អូនអាចតន់យល់ខ្ញុំនឹងធ្វើវីដេអូបន្តទៀតសង្ឃឹមថាបងប្អូនជួយ subscribe channel របស់ខ្ញុំតែទៀតអរគុណជម្រាបលា